អ្វីទៅជាអាជ្ញាយកាលហើយបើសិនជាក្នុងករណីផុតអាជ្ញាយកាលតើនឹងមានអ្វីកើតឡើងអាជ្ញាយកាលត្រូវបានបែងចែកជាពីរគឺអាជ្ញាយកាលនៃបណ្ដឹងអាជ្ញានិងអាជ្ញាយកាលនៃទោសអាជ្ញាយកាលនៃបណ្ដឹងអាជ្ញាគឺជារយៈពេលកំណត់មួយដែលបណ្ដឹងអាជ្ញាអាចធ្វើឡើងបានបើផុតរយៈពេលកំណត់នេះលែងអាចធ្វើការចោទប្រកាន់និងកាត់ទោសជនល្មើសបានទៀតហើយនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា10អាជ្ញាយកាលនៃបណ្ដឹងអាជ្ញាគឺមាន15ឆ្នាំសម្រាប់បទឧក្រិដ្ឋ5ឆ្នាំសម្រាប់បទមជ្ឈិមនិង1ឆ្នាំសម្រាប់បទលហុគួរកត់សម្គាល់ថាអាជ្ញាយកាលនៃបណ្ដឹងអាជ្ញានេះត្រូវគេគិតចាប់រាប់ពីពេលដែលអំពើល្មើសនោះត្រូវបានប្រព្រឹត្តឧទាហរណ៍បុគ្គលកបានលួចទ្រព្យគេដែលជាបទមជ្ឈិមប៉ុន្តែគ្មានបណ្ដឹងគ្មានការស៊ើបអង្កេតគ្មានការចោទប្រកាន់អ្វីទាំងអស់5ឆ្នាំក្រោយថ្ងៃដែលកបានប្រព្រឹត្តបទល្មើសអាជ្ញាយកាលនៃបណ្ដឹងអាជ្ញាត្រូវបានផុតដូច្នេះតុលាការលែងអាចយកជនល្មើសកនោះមកជំនុំជម្រះបានទៀតហើយគួរបញ្ជាក់ផងដែរថាមានប្រភេទបទល្មើសធំមួយចំនួនដែលមិនមានការផុតអាជ្ញាយកាលទេដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា9បទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិគឺជាប្រភេទឧក្រិដ្ឋកម្មដែលគ្មានអាជ្ញាយកាលទេមានន័យថាបើទោះបីជានៅក្រោយពេលដែលប្រព្រឹត្តអំពើល្មើសប៉ុន្មានឆ្នាំក៏ដោយក៏តុលាការអាចយកជនល្មើសមកកាត់ទោសបានដែរអាជ្ញាយកាលនៃទោសគឺតាក់ទងនឹងរយៈពេលដែលត្រូវអនុវត្តទោសមានន័យថាក្នុងករណីដែលជនល្មើសត្រូវបានតុលាការកាត់ទោសឲ្យជាប់ទោសរួចហើយប៉ុន្តែគេមិនអាចចាប់ពិរុទ្ធជននោះឲ្យមកអនុវត្តទោសបានដល់ផុតអាជ្ញាយកាលទោសនោះលែងអនុវត្តបានទៀតហើយពោលគឺពិរុទ្ធជនត្រូវរួចខ្លួនចំពោះអាជ្ញាយកាលនៃទោសក៏ត្រូវបែងចែកទៅតាមចំណាត់ថ្នាក់នៃបទល្មើសដែរទោសដែលប្រកាសចំពោះបទអក្រិតមានអាជ្ញាយកាល20ឆ្នាំទោសដែលប្រកាសចំពោះបទមជ្ឈិមមានអាជ្ញាយកាល5ឆ្នាំទោសដែលប្រកាសចំពោះបទលហុមានអាជ្ញាយកាល1ឆ្នាំចំណុចចាប់ផ្ដើមនៃអាជ្ញាយកាល20ឆ្នាំ5ឆ្នាំនិង1ឆ្នាំខាងលើនេះគឺត្រូវចាប់រាប់ពីថ្ងៃដែលសេចក្តីសម្រេចផ្តន្ទាទោសចូលជាស្ថាពរឧទាហរណ៍បុគ្គលកបានប្រព្រឹត្តអំពើឃាតកម្មតែជាបទឧក្រិដ្ឋហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារក៏ប៉ុន្តែជាការកាត់ទោសដោយកំបាំងមុខដោយសារតែកបានរត់គេចខ្លួនបាត់ហើយគេមិនអាចចាប់កយកមកដាក់ពន្ធនាគារបាន20ឆ្នាំក្រោយពីថ្ងៃប្រកាសការក្រន់ស្ថាពរទោសដែលដាក់លើកនេះនឹងត្រូវផុតអាជ្ញាយកាលបើទោះបីជាកវិលត្រឡប់មកវិញក៏គេមិនអាចចាប់កដាក់ពន្ធនាគារបានដែរ